រឿងវត្តរបស់បង្គួយកាលពីមុនមានព្រះច័ន្ទច្រើនរាប់មិនអស់ពួកសត្វមានជីវិតទាំងអស់មានស្ថានភាពដូចខ្យល់ដូច្នេះដែរគេផើតនៅគ្រប់ទីកន្លែងសូម្បីគ្រាន់តែមានខ្យល់ជំនោរតែបន្តិចក៏ដោយខ្លះហើរទៅកន្លែងនេះខ្លះតោងឡើងកន្លែងនោះគេធ្វើចលនាមានឈប់ឈរពេលណាគេចង់ឈប់នៅកន្លែងណាមួយនោះឲ្យបានយូរបន្តិចនោះគេនឹងត្រូវរុញច្រានពីអ្នកដទៃឲ្យខ្ទាតចេញពីទីនោះទៀមមួយរំពេចព្រះឥន្ទ្រាបានបើកទិព្វចក្ខុមកមើលសត្វលោកលើផែនដីឃើញយ៉ាងនេះព្រះឥន្ទ្រាក៏បានកោះប្រជុំពួកសត្វនៅលើផែនដីនិងនៅក្នុងមេឃទាំងអស់ព្រះឥន្ទ្រាមានបន្ទូលថាសត្វលោកទាំងអស់រស់នៅដូចខ្យល់ព្យុះក្បាលចុះក្រោមគ្មានកន្លែងដេកគ្មានកន្លែងហូបចុកគ្មានកន្លែងលេងសប្បាយយើងចង់ឲ្យម្នាក់មានលំនៅឋានច្បាស់លាស់នៅលើផែនដីឬនៅក្នុងមេឃពួកមនុស្សនិងពួកសត្វយល់ព្រមតាមគំនិតព្រះឥន្ទ្រាព្រោះពួកគេបានធ្វើចលនាឆ្វេងឆ្វាចពេញមេឃពេញដីជាយូរលង់ណាស់មកហើយនិយាយមកមើលតើពួកឯងចង់នៅឯណាព្រះឥន្ទ្រាសួរទៅពួកមនុស្សយើងខ្ញុំចង់បានផ្ទះនិងដីស្រែចម្ការព្រះឥន្ទ្រាងើបព្រះកេសរួចញញឹមហើយតបថាពួកឯងនឹងសម្រេចតាមបំណងរបស់ឯងពួកសត្វផ្សេងបានបន្តកន្ទុយគ្នាចូលគាល់ព្រះឥន្ទ្រាខ្ញុំចង់រស់នៅក្នុងអាកាសខ្ញុំចង់រស់នៅក្នុងព្រៃស៊ប់ទ្រប់ខ្ញុំចង់រស់នៅក្នុងដីខ្លះក្នុងត្រឹបខ្លះក្នុងទឹកទន្លេបឹងត្រពាំងខ្លះទៀតចង់រស់នៅក្នុងជ្រោះក្នុងអណ្ដូងជ្រៅប្លែកពីគ្នាតាមចំណូលចិត្តរបស់ពួកគេព្រះឥន្ទ្រាថាសូមសម្រេចតាមបំណងរៀងខ្លួនចុះព្រោះផែនដីនឹងមេឃធំធេងល្វឹងល្វើយណាស់នេះឱកាសនោះម្នាក់បានសុំតាមចំណូលចិត្តរបស់ពួកគេប៉ុន្តែក្នុងចំណោមសត្វទាំងនោះសត្វបង្គួយនៅស្ងៀមគ្មានស្ដីមួយម៉ាត់ព្រះឥន្ទ្រានឹកឆ្ងល់ជាខ្លាំងព្រះអង្គក៏សួរថាបង្គួយឯងមិនរើសកន្លែងរស់នៅនឹងគេទេឬបង្គួយហាក់ដូចជាស្ទាក់ស្ទើរវាក៏បន្លឺសំនៀងខ្សៅថាព្រះអង្គតតឃើញស្រាប់ទូលបង្គំនៅគ្រប់ទិសទីខ្ញុំចង់រស់នៅគ្រប់ទីកន្លែងព្រះឥន្ទ្រាអស់សំណើចនិងមានព្រះបន្ទូលថាឯងជាសត្វចម្លែកណាស់តែម្នាក់មានសិទ្ធិរស់នៅតាមចំណូលចិត្តនិងតាមស្ថានភាពរបស់ខ្លួនចាប់ពីពេលនោះមកសត្វលោកទាំងអស់ចែកដីចែកទឹកចែកមេឃគ្នានៅសត្វខ្លះរត់ប្រសេកប្រសាចពាសពេញព្រៃខ្លះហោះហើរពេញមេឃខ្លះទៀតហែបហែលក្នុងទឹកទន្លេសមុទ្រគ្រប់កន្លែងឯមនុស្សនាំគ្នាសង់លំនៅឋានមានស្រែចម្ការព័ទ្ធជុំវិញភូមិឋានយ៉ាងស្រស់បំព្រងចំណែកឯសត្វបង្គួយវានៅគ្រប់ទីកន្លែងពេលវានៅលើស្លឹកឈើពណ៌បៃតងស្បែកវាប្រែពណ៌ជាបៃតងដែរតែបើវាទុំនៅតាមមែកឈើស្បែកវាក៏ប្រែពណ៌ដូចមែកឈើនោះទៅដូច្នេះហើយបានជាបង្គួយមានពណ៌ដូចធម្មជាតិដែលនៅជុំវិញវា